សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូទី1របស់ខ្ញុំក្នុងការបរៀន Web Development ទាក់ទងនឹង website អញ្ចឹងនៅក្នុងការបរៀនវីដេអូទី1របស់យើងនេះយើងនឹងចាប់ផ្ដើមរៀនទាក់ទងទៅនឹងfront end យើងរៀន3ភាសានៅក្នុងហ្នឹងមាន HTML CSS ហើយនិង JavaScript មុនដំបូងដើម្បីចូលទៅដល់ការរៀនបង្កើត website ហ្នឹងទីមួយយើងត្រូវយល់ថាយើងរៀន website ហ្នឹងបង្កើត website ហ្នឹងដើម្បីអ្វីដោយសារតែសម័យបច្ចុប្បន្នមានបច្ចេកវិទ្យាជឿនលឿនក្រុមហ៊ុនធំផ្សេងទាំងក្នុងរោងចក្រក្រុមហ៊ុនធំផ្សេងគឺត្រូវការអ្នកចេះ website បង្កើត website ឲ្យគេដូចជា website e-commerce website ហាងលក់ទំនិញ website Food Panda website អីផ្សេងទៀតដែលគេបង្កើតឡើងដើម្បីអីដើម្បីឲ្យអាជីវកម្មរបស់គេហ្នឹងមានភាពរីកចម្រើនងាយស្រួលដើម្បីអតិថិជនហ្នឹងងាយស្រួលក្នុងការប្រើប្រាស់ហើយស្រួលស្វែងរកទៀតអញ្ចឹងគេត្រូវការអីអ្នកចេះ website បង្កើត website អញ្ចឹងនេះជាមូលហេតុដែលយើងទៅរៀនវាដើម្បីតាក់ផ្សាយការងារហ្នឹងផ្សេងអញ្ចឹងដើម្បីយើងអាចរៀនវាទៅកុំឲ្យមានភាពធុញទ្រាន់ឬក៏ផ្សេងយើងត្រូវតែយល់ដឹងពីគោលបំណងនៃការរៀនវាតែយើងរៀនដើម្បីអ្វីហើយក្នុងវីដេអូនេះខ្ញុំនឹងបរៀនគឺចាប់ពីកម្រិតដំបូងទៅសម្រាប់អ្នកអត់ទាន់ចេះសោះអញ្ចឹងយើងអាចចាប់ដើមទាំងអស់គ្នាបានអញ្ចឹងដើម្បីអាចបង្កើត website មួយហៅថា static website មួយបានគឺត្រូវការផ្គុំឡើងដោយ3ភាសា HTML CSS ហើយនិង JavaScript អញ្ចឹង HTML ហ្នឹងធ្វើបានអីខ្លះ HTML ហ្នឹងប្រៀបដូចជាក្រុមឆ្អឹងដូចយើងសង់ផ្ទះមួយអញ្ចឹងណាពេលយើងសង់ផ្ទះមកពេលក្រុមឆ្អឹងវាអត់ទាន់ស្អាតទេវាទៅភាពទៅលួនមានតែក្រុមឆ្អឹងសសរអីផ្សេងនៅពេលដែលយើងថែមភាសា CSS ចូលធ្វើឲ្យផ្ទះហ្នឹងមានពណ៌មានអីស្អាតមើលទៅស្អាតហើយនៅពេលយើងថែមភាសាមួយទៀតចូលហើយ JavaScript វាទៅអន្តរកម្មណាធ្វើឲ្យផ្ទះមានចលនាឧទាហរណ៍យើងចុចប៊ូតុងឧទាហរណ៍ទ្វារយើងត្រូវការផ្ទះយើងមានទ្វារដែរយើងជើងបើកទ្វារហ្នឹងឲ្យវាពេលយើងទាញទៅឲ្យទ្វារហ្នឹងបើកជើងមិនបែបហ្នឹងហ្នឹង JavaScript គឺធ្វើឲ្យវាមានអន្តរកម្មទៅវិញទៅមកឧទាហរណ៍យើងចុចប៊ូតុងនេះឲ្យវាលោតទៅនោះចុចប៊ូតុងនេះឲ្យលោតចូលទៅលើនេះហ្នឹងហើយ JavaScript ធ្វើឲ្យ website ហ្នឹងមានអន្តរកម្មអញ្ចឹងបើខាត់ពេលយូរអញ្ចឹងយើងចូលទៅដល់មេរៀនយើងតែម្ដងក្នុងការបង្កើត website អញ្ចឹងដើម្បីអាច save website ហ្នឹងបានយើងអាចជ្រើស ID ផ្សេងទៅតាមចំណង់ចូលចិត្តរបស់យើងតែសម្រាប់ខ្ញុំនឹងលើកឡើងក្នុង ID មួយដើម្បីក្នុងការ save website សម្រាប់អ្នកដំបូងរបស់យើងអាចជ្រើសរើសយក ID VS Code វាងាយស្រួលក្នុងការ save សម្រាប់អ្នកអត់ទាន់មានយើងអាចចូលក្នុង Google Chrome ហើយ search VS Code មកហើយ download វាមកនេះ download for Windows សម្រាប់អ្នកប្រើ Windows ហើយ download for Mac សម្រាប់អ្នកកាត់ Mac អញ្ចឹងសម្រាប់វីដេអូ download ID នេះអញ្ចឹងអ្នកនរគ្នាចេះហើយមិនពិបាកទេចុច download ហើយនិចទៅតាម save វាសម្រាប់ខ្ញុំមានហើយខ្ញុំមិន download ទេអញ្ចឹងយើងបង្កើត folder មួយមកដើម្បីសរសេរ code យើងទាំងអស់គ្នា website static website របស់យើងអស់គ្នា HTML CSS អញ្ចឹងយើងចូលទៅពេលនេះ download បានហើយនេះឃើញកម្មវិធីនេះ Visual Studio Code អញ្ចឹងអ្នកនរគ្នាចូលមកហើយ open folder ដែលយើងបង្កើតមិញហ្នឹងឈ្មោះថាអីឈ្មោះថា HTML CSS JavaScript អញ្ចឹងចំណុចនេះយើងនឹងចាប់ផ្ដើមសរសេរភាសា HTML ជាមួយគ្នានៅតាមចំណងអញ្ចឹងយើងអាចសរសេរមក HTML គឺកន្ទុយវា .html យើងបង្កើតមកហ្នឹងក៏ឈ្មោះ HTML name វាយើងដាក់កន្ទុយ
extension.html ដើម្បីសេកូដ HTML បានអញ្ចឹងយើងចូលក្នុងការ syntax ដើម្បីសេភាសា HTML តើមាន syntax អីគេខ្លះអញ្ចឹងចាំមើលទាំងអស់គ្នា syntax ក្នុងការសេ HTML នេះសម្រាប់អ្នកប្រើ VS Code អញ្ចឹងយើងអាចសេមានភាពងាយស្រួលក្នុងការសេព្រោះឲ្យវាមាន syntax ស្រាប់ៗអាចសេចាំមក HTML យក HTML file មកវា load មកស្រាប់ៗអញ្ចឹងនៅក្នុងនេះយើងគាត់ទីឆ្ងល់ហើយហេតុអីមិនមានចេះឲ្យញ៉ៃអញ្ចឹងសូមបញ្យល់វាមួយអានេះគេហៅថា header file style របស់ HTML យើងសរសេរទម្រង់បែបហ្នឹងមកនេះ document HTML header file body ហើយនឹងនេះបិទពេកមកត្រង់ចំណុច title នេះយើងអាចសរសេរបាននៅពេលដែលយើងរានទៅវានឹងឃើញនៅលើ web browser យើងបានក្នុង body នៅក្នុង body នេះគឺយើងអាចសរសេរកូដអីផ្សេងបាននៅក្នុង body ហ្នឹងឧទាហរណ៍យើងចង់សរសេរវាចេញhello world ឬក៏មិនអាចចេះបាននៅក្នុងហ្នឹងចាំមើលខ្ញុំសូមសរសេរឲ្យអ្នកនរគ្នាមើលមួយដោយប្រើ paragraph p ចឹងយើងរានមកចឹងយើងចូលរានវាមកយើងឃើញពាក្យថា hello world នៅក្នុង web browser នេះគាត់ជា syntax ក្នុងការសរសេរ HTML ប្លុកកូដផ្សេងៗគឺយើងសរសេរនៅក្នុង body ហើយនេះយើងសរសេរវាផ្សេងៗមកចឹងបន្ទាប់ខ្ញុំនឹងយកដល់អ្នកអំពី x1 tag រហូតដល់ x6 tag ចឹង x1 tag នៅអីគេនេះ x1 tag ហ្នឹងពេលយើងសេទៅវាធ្វើឲ្យអក្សរយើងធំជាងមុនចឹងយើងដាក់មក my first tag ចឹងធ្វើឲ្យអក្សរធំជាមួយយើងប្រៀបធៀបហើយនឹងចូលក្នុង web browser របស់យើងនេះ x1 tag ដល់ពេលយើងសេទៅនេះធ្វើអក្សរយើងធំដល់ពេល p tag paragraph អក្សរទូចចឹងខ្ញុំនឹងយកដល់គ្នាពី x1 tag x2 tag x3 tag រហូតដល់ x6 tag ហ្នឹងវាខុសគ្នាបែបម៉េចចឹង x2 tag នេះ x3 tag x4 tag 5 tag ហើយនឹង paragraph តែវាខុសគ្នាមិននេះ x1 tag គឺអក្សរវារាងធំដល់ពេល x2 tag អក្សរវារាងតូចជាង x1 tag បន្តិច x3 tag តូចជាង x2 x4 តូចជាង x3 x5 តូចជាង x6 x6 តូចជាង x5 ចាំមើលរានដល់គ្នាហើយមើលភាពខុសគ្នា refresh នេះឃើញអានេះ x1 tag អក្សរវាធំដល់ពេល x2 tag អក្សរវានឹងធំបន្តិចតូចជាង x1 អានេះ x3 នេះ x4 អានេះ x5 tag អានេះ x6 tag នេះ paragraph របស់យើងខ្ញុំវាប៉ុណ្ណាហើយមួយទៀតគឺ a tag សម្រាប់ដាក់ link ដល់ពេលយើងចុចអាហ្នឹងទៅឲ្យវាចូលទៅ link website ណាមួយដែលយើងដាក់ជាមួយខ្ញុំសេ a tag យើងអាចដាក់ link ស្ទាយវាបែបនេះ harass យើងចង់ដាក់ link ទៅណាទៅ Google ខ្ញុំដាក់ link ទៅ website មួយឈ្មោះថា WC School school.com នេះ
នេះគឺជា a tag គឺជា link នៅពេលដែលយើងដាក់ a tag នៅពេលចុចចូលក្នុង visit WC School ហ្នឹងយើងនឹងប្រោតទៅកាន់ link website ហ្នឹងសម្រាប់ a tag ទៅមើលយើង save ហើយ run ទៅមើលដល់គ្នា refresh នេះ a tag នេះទំនុក a tag ពេលយើងចុចចូលទៅវានឹង link ទៅកាន់ website ដែលយើងដាក់ link នៅក្នុងនេះពេលចុចមកវាមាន link ចូល website ដែលយើងដាក់ហ្នឹងសម្រាប់ a tag តួនាទីរបស់ a tag មួយទៀតអ្នកនរគ្នាទៅចាំគ្រប់ element ទាំងអស់ទៅចាប់ដើមដោយ tag បើកហើយនឹងបិទនេះអានេះ tag បើកនេះបិទនេះត្រូវមានបើកនិងបិទបើកហើយត្រូវបិទវិញ a tag ក៏ដូចគ្នានេះមួយទៀតនៅក្នុងនេះខ្ញុំបង្ហាញ tag មួយទៀតឈ្មោះថា BR គឺសម្រាប់ tag សម្រាប់ចុះបន្ទាត់អញ្ចឹងគេដាក់ថា this is paragraph ហើយខ្ញុំប្រើ BR tag ចុះបន្ទាត់ចាំមើលខ្ញុំ save ហើយចូលហើយ refresh នេះខ្ញុំប្រាប់ BR មានពីវាចុះបន្ទាត់ BR tag នេះកន្លែងនេះ this paragraph យកមក BR ចឹងអក្សរបញ្ចូលនេះវានឹងចុះក្រោមនេះនឹង BR tag សម្រាប់ថ្ងៃហ្នឹងសូមត្រឹមតែប៉ុណ្្នឹងសិនចាំយើងបន្តចំណុចតទៀតនៅថ្ងៃក្រោយសូមអរគុណ